រដ្ឋបាលឃុំកំពង់ថ្កូវស្រុកក្រឡាញ់ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ4ខ្សែដោយជោគជ័យការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ4ខ្សែក្នុងឃុំកំពង់ថ្កូវស្រុកក្រឡាញ់ខេត្តសៀមរាបត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យនៅថ្ងៃទី30ខែមីនាឆ្នាំ2026នេះដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្តអាជ្ញាធរស្រុកគណៈកម្មការលទ្ធកម្មឃុំក្រុមហ៊ុនម៉ាកាអ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធជាច្រើនរូបលោកយ៉ងថាប្រធានគណៈកម្មការលទ្ធកម្មឃុំបានដឹងថាសម្រាប់គម្រោងមូលនិធិឃុំឆ្នាំ2026នេះឃុំកំពង់ថ្កូវបានដាក់ចេញដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ4ខ្សែប្រវែង408ម៉ែត្រទទឹង4ម៉ែត្រកន្លះកម្រាស់បេតុង 0.15 ម៉ែត្រមានគ្រួសក្រហម 0.25 ម៉ែត្រសងខាងស្រទាប់គ្រឹះប្រើគ្រួសក្រហម 0.1 ម៉ែត្រកំទេចថ្មកម្រាស់ 0.15 ម៉ែត្រលោកយ៉ងថាបានដឹងទៀតថាជាមួយនឹងគម្រោងនេះក៏បានភ្ជាប់ជាមួយនឹងការដាក់បង្គោលសូឡាចំនួន10បង្គោលអំពូលភ្លើងសូឡាចំនួន65វ៉ាត់ពេញកម្លាំងថ្ម50អំពែទំហំផ្ទាំង630មីលីម៉ែត្រគុណនឹង590មីលីម៉ែត្រគុណនឹង20មីលីម៉ែត្ររួមទាំងស្លាកសញ្ញាចំនួន4ដែលមានតម្លៃប្រមាណ287លាន645,770រៀលគម្រោងនេះមានក្រុមហ៊ុនចំនួន8បានដាក់សំណើជាលទ្ធផលបានទៅលើក្រុមហ៊ុនមើសៀបហៃក្នុងតម្លៃ167លាន180,000រៀលជាមួយនឹងការទទួលបានសិទ្ធិនៃការសង់នេះតំណាងក្រុមហ៊ុនម៉ាកាបានធ្វើការបដិញ្ញាចិត្តដោយសន្យាសង់ឲ្យបានត្រឹមត្រូវតាមពេលវេលាស្របទៅតាមគំនូរប្លង់បច្ចេកទេសបទដ្ឋានកិត្តិយសនៃការសាងសង់និងគោរពទៅតាមលក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យា